mà xôm chỉ được xô này cú hay xôm chỉ được xô mật rôm thạ từng ác nia bạn ấy chăm bạn sọ xén đầm nàng crom tí pí đây thôi bọt bằng hành pi rồi bê dọc trái trái nhầm pi ở bờ cò bạn hay crom chăm bạn miền đập pi nè cứ suy liệp hến cần lòng đi lật tuấn độc đó chơn sọ ra vắt nèo nướng xài sợi lẽ tì lì ính văn sụp phé prom văn ý nâng xem số thền ta đặt nằm thu cả bị sọt đòi nhẹ cru sơn chăn níวิธีในการពិសោធន៍គឺយើងប្រើជាមួយអំបិលនិងទឹកខ្មេះឧបករណ៍ដែលយើងយកមកពិសោធន៍គឺផ្លែញញូនិងខ្ចៅឧបករណ៍ដែលយើងយកមកសម្អាតគឺមានច្រាសនិងចានដែកនិងឧបករណ៍ដែលការពារសុវត្ថិភាពមានម៉ាស់វ៉ែនតានិងស្រោមដៃជ័របាទជាកិច្ចបន្តសូមទស្សនានៅសកម្មភាពពិសោធន៍ដូចតទៅបាទអញ្ចឹងនឹងយើងធ្វើការជំរះនៅច្រេះចេញអំពីឧបករណ៍យើងត្រូវយកវាទៅលាងទឹកជាមុនសិនហើយយើងយកសម្ភារៈដែលយើងជិតជ្រែកយកមកលាងទឹកសិនអូខេបាទដូចតែឲ្យវាអស់យើងវាបាត់រត់បោវាសិនចូលផ្លេចហើយមានបន្តាគឺឡើងយើងដកវាតិចសិនមកចាំទៅដល់យើងដាក់5ទៅអត់ជាតិចឹងតែមកនឹងនេះជាតិចេះដែរអញ្ចឹងយើងមានទីតាំងមួយទៀតគឺតាមទឹកខ្មេះជាមួយនឹងអំបិលអូខេចូលដល់នេះអំបិលហើយបាទទីនេះទៅនឹងអត់នេះយើងមកបកោតជាមួយនឹងទឹកខ្មេះជាមួយអំបិលហើយជាដំបូងយើងចាក់ត្រាំទឹកខ្មេះតិចមកបាទយើងតាមទឹកខ្មេះវាឲ្យលិចតិចចាក់ដាំបើស្រួលគឺយើងដាំបើហើយយើងចាប់ដាំដល់បើតិចហ្នឹងហើយយើងចាប់ដើម5វាមួយបន្ទាស់ទៅហើយយើងកូរវាបណ្ដាតិចទៅវាអំបិលមួយទឹកឲ្យវាស្អប់ហើយការផ្សំនេះកុំច្រឡំថាកំប៉ុងស្លហើយចិត្តតែចាំច្រេះមួយទឹកខ្មេះមួយអំបិលនេះត្រាំរយៈពេលហើយកន្លះម៉ោងនេះគឺឡាវមកចាំជួបគ្នាកន្លះវិញចាំជួបគ្នាกันវិញកន្លះម៉ោងក្រោយចិត្តច្រេះបងចិត្តច្រេះដែលវាកាន់ណាបងហើយយើងកំពុងតែដាប់ទឹកខ្មេះជាមួយនឹងអំបិលហើយវាចាប់បានចេញសាយផាយតិចទេមួយសន្ទុះទៀតយើងប្រាប់ស្វែងមើលយកទៅកន្លះម៉ោងឥឡូវយើងស្រង់យកវាមកបោះសិនអត់តាំងតែខ្ញុំពេក
បាទដោយសារដៃនេះវាពណ៌ខ្មៅសម្បូរពណ៌ខ្មៅតែយើងអត់ចិត្តយកអញ្ចឹងវាមិនជាដឹងវាមិនជ្រះបាន 100% តែវាអាចថាកាត់ជ្រែកបាន60ទៅ 70% มันบ้าយើងគ្រប់យើងកងវត្ថុដែលមានចិត្តច្រើនចេញពីទឹកម៉ែដែលយើងបានលេងមួយអំបិលឥឡូវយើងផងវាយកមករៀងសិនហើយតើវាកាត់ឆ្ងាយប្រហែលគីឡូបាទនេះយើងក៏តោះបន្តិចទេហើយថាទៅវាច្រេះវាអត់ស្អីកាន់ស្ដាំវាទៅយូរឆ្នាំដែរវាទៅច្រេះថ្មីហើយយើងតពីទឹកខ្មែរមកវាសបានហើយឥឡូវយើងជំរះចេញយើងរៀនទឹកជំរះជាតិអាស៊ីតអានេះទៅ100%ដោយសារតែវាច្រេះមានជួរណាមានជួរអត់មានចឹងចឹងក្រុមទី2ខ្ញុំពួកយើងធ្វើការជំរះច្រេះដោយប្រើប្រាស់វិធីប្រើទឹកខ្មេះជាមួយអំបិលចឹងទឹកខ្មេះវាគឺជាទឹកដែលមានជាតិអាស៊ីតខ្សោយវាមិនខ្លាំងដូចអាស៊ីតពួកដូចគេប្រើប្រាស់សម្រាប់ខាងពិសោធន៍អីណាវាខ្សោយចឹងប៉ុន្តែយើងដាក់ទឹកខ្មេះតែឯងក៏បានតែវាយូរចឹងយើងត្រូវការប្រើអំបិលចឹងអំបិលគឺជាអង្គភាពដែលអាចធ្វើឲ្យទឹកខ្មេះនេះរៀងខ្លាំងបន្តិចបាទដូចយើងដឹងថាទឹកខ្មេះវាមានលក្ខណៈថាជាតិអាស៊ីតខ្សោយអញ្ចឹងនៅពេលដែលយើងបានបូកជាមួយនឹងអំបិលទៀតវាបានកើតទៅជាអាស៊ីតខ្លាំងបាទអញ្ចឹងខ្ញុំបកស្រាយថាហេតុអ្វីបានច្រេះវាអាចលាងជាមួយពួកនេះបានអញ្ចឹងទី1ច្រេះគឺវាមានសារធាតុគីមីវានៅពេលវាប៉ះមួយទឹកខ្មេះនេះវានឹងមាន reaction ឬក៏វាមានការប៉ះពាល់ដល់ពេលប៉ះពាល់ហ្នឹងអាច្រេះហ្នឹងវាខ្លាយទៅជាដីដែលអាចដែលទៅជាសារធាតុគីមីដែលអាចលាយជាមួយទឹកបានអញ្ចឹងទឹកវាទាញអាច្រេះហ្នឹងមកទាំងអស់បែកហ្នឹងវាស្អាតវិញបាទប៉ុន្តែអញ្ចឹងខ្ញុំនិយាយពីគុណសម្បត្តិនិងគុណវិបត្តិគុណសម្បត្តិវាលាងល្អហើយវិនិច្ឆ័យបើយើងដាក់ម៉ោងកាន់យូរវារុះទៅកាន់តែស្អាតហ្មងតែគុណវិបត្តិវាគឺដាក់ដោយសារយើងដាក់មួយអំបិលដែកវាអាចកើតពណ៌ឬក៏ពេលដីក៏អាចកើតពណ៌ដែរបាទហើយមួយទៀតច្រេះបើនេះច្រេះខ្លាំងលាងក៏កាន់តែពិបាកដែរអញ្ចឹងវិធីសាស្ត្រដែលល្អគឺការពារខ្លាំងជាងលាងពីព្រោះទោះបីតែឧទាហរណ៍ថាយើងអាចលាងច្រេះហ្នឹងបានវាអត់ស្អាត 100% ដូចពេលយើងទិញថ្មីទេអញ្ចឹងអានេះពួកអសនេះគឺនៅពេលវាច្រេះតិចអញ្ចឹងនេះសស្គូសមកនៅខុសតែអានេះតិចទេបាទអញ្ចឹងក្រុមមានតែប៉ុណ្្នឹងវារវាងអាស៊ីតយើងយកមកប្រើប្រាស់ទៅជាមួយទឹកខ្មេះលាយជាមួយនឹងអំបិលហើយទៅជាមួយនឹងការប្រើប្រាស់សាច់
ហើយមួយទៀតចំក្រោយនេះតកតងជាមួយនឹងការប្រើប្រាស់វាជាមួយនឹងម្សៅ baking soda ជាមួយនឹងទឹកដែលយើងមាននាទីឬក៏រយៈពេលកំណត់ត្រឹមត្រូវថាតើយើងទុកវាក្នុងរយៈពេលប្រហែលនាទីវិសាលរបស់វានឹងឬក៏សមិទ្ធផលរបស់វានឹងចេញមកលទ្ធផលបែបណាអញ្ចឹងទាំង3សមាសធាតុដើមរបស់យើងដែលយើងយកមកប្រើប្រាស់ទាំង3ប្រភេទហ្នឹងគឺវាអាចកាត់ឬក៏អាចកម្ចាត់ជាតិច្រេះបានបើថាការសម្អាតជាតិច្រេះនីមួយៗគឺវាអាចបាន perfect 100%ឲ្យដូចអ្វីដែលថ្មីទេព្រោះវាជាការសម្អាតវាអាចបានពី80 70% ឬក៏បានអស់ច្រើនគឺ 95% ក្នុងការសម្អាតច្រេះនឹងអាស្រ័យទៅលើអ្នកនរគ្នាប្រើប្រាស់មកវាលាយសមាសធាតុផ្សំដើម្បីធ្វើការសម្អាតជាតិច្រេះនឹងហើយនឹងតើនេះអញ្ចឹងទាំងអស់នោះយើងអាចយកវាមកដើម្បីបញ្ចាត់ច្រេះនឹងនៅក្នុងសារធាតុដែលជាតិលោហៈនឹងក៏ច្រេះកើតមានឡើងតែអ្វីដែលសំខាន់យើងគួរតែផ្ដោតទៅលើការរក្សាទុកថាតើយើងគួររក្សាទុករបស់វានៅក្នុងសីតុណ្ហភាពបែបណាដើម្បីកុំឲ្យច្រេះនឹងកើតមានឡើងតែធ្វើឲ្យច្រេះនឹងបង្កជាការខូចខាតទៅលើឧបករណ៍របស់អ្នកទាំងអស់គ្នានៅពេលដែលអ្នកគ្នាត្រូវការយកមកប្រើប្រាស់ហើយនឹងតើនេះអរគុណអញ្ចឹងនេះគឺជាសមិទ្ធផលរបស់ពួកយើងអបអរសាទរពួកយើងបានអាច